សូមជូនរឿងកញ្ជ្រោងនិងក្អែកមានសត្វក្អែកមួយក្បាលទុំលើមែកឈើដោយមានពំចំណិតហ្វ្រូម៉ាស់មួយដុំដ៏ឈ្ងុយឆ្ងាញ់នៅក្នុងមាត់សត្វកញ្ជ្រោងឃើញដូច្នេះក៏កើតសេចក្តីស្រេកឃ្លានចង់បានហ្វ្រូម៉ាស់របស់ក្អែកមកធ្វើជាអាហារវាសញ្ជឹងគិតអស់ពេលមួយសន្ទុះមិនដឹងជាធ្វើយ៉ាងណាទើបអាចយកហ្វ្រូម៉ាស់នោះបានលុះក្រោយមកវានឹកឃើញដល់វិធីមួយរួចក៏និយាយដោយឧបាយកលឡើងថាអស់ឱសត្វអ្វីក៏អស្ចារ្យម្ល៉េះទេណមើលចុះពិតសមជាសត្វស្រស់ស្អាតដាច់គេនៅលើលោកនេះមែនមិនដឹងថាតើសំឡេងរបស់អ្នកពិរោះសមរូបសមរាងដែរឬទេណពាក្យសម្ដីលួងលោមរបស់កញ្ជ្រោងកំហូចធ្វើឲ្យក្អែករំភើបចិត្តរីករាយជាខ្លាំងក្រោយមកវាក៏បង្ហើរសំនៀងយ៉ាងក្រលួចឲ្យកញ្ជ្រោងស្ដាប់នៅខណៈដែលក្អែកបើកចំពុះស្រែកច្រៀងនោះស្រាប់តែចំណិតហ្វ្រូម៉ាស់ដែលវាពំនឹងមាត់ក៏ធ្លាក់មកដល់ដីឃើញដូច្នេះកញ្ជ្រោងស្ទុះវឹងទៅត្របាក់ហ្វ្រូម៉ាស់រួចនិយាយចំអកដាក់ក្អែកថាឯងពិតជាស្រស់ស្អាតមែនប៉ុន្តែឯងមិនឆ្លាតទាល់តែសោះវៃកុំជឿលង់នៅពាក្យបញ្ជោលួងលោមរបស់អ្នកដទៃ